មុននឹងចូលវីដេអូចែករំលែករបស់យើងបងប្អូនជួយ follow page Cambodia K ម្នាក់មួយផងបាទគឺជា page ផ្ទាល់ខ្លួនរបស់ខ្ញុំហើយថ្ងៃនេះគឺយើងមានវីដេអូចែករំលែកមួយដែលបង្ហាញអំពីការធ្វើកម្រិត3ណាក្នុង page របស់យើងណាយើងតើយើងធ្វើតាមរបៀបណាអូខេយើងចូលទៅ page ទាំងអស់គ្នាមិនមែន Facebook profile ទេណាគឺជា page ណាឥឡូវយើងមើលទាំងព័ត៌មានហ្នឹងអក្សរខៀវហ្នឹងណាអូខេយើងចូលទៅលើវាមកឡើងមុខមាត់បែបនេះគឺយើងត្រូវមើលខាងលើណាមើលទាំងអស់ចុចកន្លែងហ្នឹងមកប៉អូខេបន្តមកទៀតគឺអាកន្លែងនេះហើយដែលយើងត្រូវធ្វើតាម Facebook ណាកន្លែងនេះគឺអ្នកមើលដែលគេមើលគេអត់បាន follow យើងទេអញ្ចឹងយើងចុចអញ្ជើញមើលទៅខាងលើហ្នឹងគឺអញ្ជើញមិត្តភ័ក្តិណាយើងយក Facebook profile យើងអញ្ជើញមិត្តភ័ក្តិបន្តមកទៀតគឺសញ្ញាបូកហ្នឹងកន្លែងនេះគឺយើងបង្កើតសារណាបង្កើតសារហ្នឹងរបៀបម៉េចសារហ្នឹងគឺវីដេអូខ្លីៗរបស់យើងនឹងយើងដាក់ចំណងជើងដាក់អីទៅដល់ពេលអញ្ចឹងទៅយើងបង្ហោះទៅមានសារមានអីគេចូលមកគេសួរពីនេះដល់ពេលយើងជឿរើសហើយឥឡូវបន្ទាប់មកគឺយើងចុចកន្លែង Q បន្ទាប់ហ្នឹងគឺយើងបង្ហោះតាមលក្ខណៈធម្មតាទៅអាហ្នឹងយើងធ្វើតាមក្រុមហ៊ុន Facebook គេណែនាំណាបាទអូខេយើងចែករំលែករួចហើយបន្តមកទៀតគឺខាងលើគឺសំខាន់ដែរណាកន្លែងនេះអូខេរួចរាល់ហើយយើងសូមមើលកន្លែងប្រចាំសប្តាហ៍កន្លែងនេះហើយកម្រិត3របស់កន្លែងនេះហើយដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាណាកន្លែងខាងក្រោមនឹងការបង្កើតសារសាធារណៈហ្នឹងគេតម្រូវឲ្យយើងបង្កើត30ណាយើងតើតែបង្កើត30ឲ្យចប់ណា7 លើ 7 13 លើ 13 100 លើ 100អញ្ចឹងមានន័យថាយើងគោរពគោលការណ៍របស់